ករណីអ្នកជំងឺជនជាតិបរទេសម្នាក់គាត់ចូលមកដោយមានអាការៈចុកពោះនិងក្តៅខ្លួនអ្នកជំងឺព្យាយាមលេបថ្នាំផ្សំព្រោះគាត់យល់ច្រឡំថាអាការៈដែលគាត់កើតមាននេះគឺបណ្ដាលមកពីការពុលចំណីដោយអ្នកជំងឺលេបថ្នាំអ្វីក៏មិនបាត់គាត់ក៏បានសម្រេចចិត្តមកទទួលការពិនិត្យសុខភាពនៅមន្ទីរសម្រាប់ព្យាបាល Air Plus លទ្ធផលជាក់ស្ដែងក្រោយពីការពិនិត្យគ្រូពេទ្យរកឃើញថាអ្នកជំងឺមានការរលាកខ្នែងពោះវៀនធ្ងន់ធ្ងរហេតុដូចនេះហើយគាត់ក៏ទទួលការព្យាបាលដោយការវះកាត់យកខ្នែងពោះវៀនដោយ Laparoscope ឬដោយចោះការវះកាត់នេះទទួលបានជោគជ័យអ្នកជំងឺក៏ធូរសះស្បើយនិងអាចត្រឡប់ទៅផ្ទះវិញបានចំពោះការវះកាត់យកខ្នែងពោះវៀនដោយ Laparoscope ឬដោយចោះផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់អ្នកជំងឺដូចជាបន្សល់នូវស្នាមវះតូចផ្ដល់ការឈឺចាប់តិចតួចស្នាក់នៅមន្ទីរពេទ្យរយៈពេលខ្លីត្រឹមតែ1ថ្ងៃអាចត្រឡប់ទៅផ្ទះវិញបានការជាសះស្បើយលឿនហានិភ័យនៃការឆ្លងមេរោគទាបនិងមានការបាត់បង់ឈាមតិចចំពោះពុកម៉ែបងប្អូនដែលមានអាការៈដូចជាហូបបាយមិនបានចុកពោះខាងក្រោមផ្នែកខាងស្ដាំមានការក្អួតចង្អោរមានការក្តៅខ្លួននិងមានការរាគរូសសូមយកចិត្តទុកដាក់និងប្រញាប់មកជួបគ្រូពេទ្យឲ្យបានទាន់ពេលវេលាព្រោះវាអាចមិនមែនជាការពោលចំណីតែវាអាចជាការរលាកខ្នែងពោះវៀនធ្ងន់ធ្ងរទៅវិញសម្រាប់ព័ត៌មានបន្ថែមគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចទាក់ទងមកពួកយើងតាមរយៈលេខទូរស័ព្ទដែលមាននៅខាងក្នុងវីដេអូនេះសូមអរគុណ